Ok, anh chăng số sau đây nào khi dương to mê hiển bảo dương và to tiết tẹt tông tao nâng gặp bình on the green tẹt tông của bọn on the green chăng trong nói sầm khan bảo dươngในថ្ងៃនេះគឺផ្អែកលើមូលហេតុអីគេចែកអរម៉ូនជាពីរក្រុមហើយបញ្ជាក់ពីលក្ខណៈរបស់អរម៉ូននីមួយៗតើអរម៉ូនប៉បទីតមានឥទ្ធិពលទៅលើកោសិកាគោលដៅតាមវិធីណាតើអរម៉ូនស្តេរ៉ុយដមានសកម្មភាពដូចម្តេចទៅលើកោសិកាគោលដៅអូខេតោះយើងទៅទាំងអស់គ្នាអញ្ចឹងជឿទៅគេចែកអរម៉ូនជាពីរក្រុមអញ្ចឹងគេចែកអរម៉ូនជាពីរក្រុមដោយសារមូលហេតុអីគឺផ្អែកទៅលើធាតុបង្កនៃអរម៉ូនអញ្ចឹងមានន័យថាតើអរម៉ូនហ្នឹងវាផ្សំឡើងពីអីចឹងគេចែកវាទៅតាមនឹងចឹងទៅអញ្ចឹងមានន័យថាអរម៉ូនគេចែកជាពីរក្រុមធំគឺអរម៉ូនប៉បទីតបាទអរម៉ូនស្តេរ៉ុយដអញ្ចឹងតកតងទៅនឹងអរម៉ូនប៉បទីតគឺជាប្រូតេអ៊ីនធំដែលកើតឡើងពីចង្វាក់អាស៊ីតអាមីណេនេះអ្នកគ្នាដឹងហើយធម្មតាបើយើងនិយាយពីប្រូតេអ៊ីនគឺធម្មតាធាតុប្រកបរបស់ប្រូតេអ៊ីនគឺអាស៊ីតអាមីណេអញ្ចឹងគេថាប្រូតេអ៊ីនធំដែលកើតឡើងពីអាស៊ីតអាមីណេអញ្ចឹងมันអាចឆ្លងកាត់ភ្នាកោសិកាបានទេអញ្ចឹងអាពាក្យមួយម៉ាត់ដែលបញ្ជាក់ថាប្រូតេអ៊ីនធំហ្នឹងណាអញ្ចឹងមានន័យថាมันអាចឆ្លងកាត់ភ្នាកោសិកាបានបាត់ហើយអាហ្នឹងបើយើងនិយាយខ្លីយើងយល់អញ្ចឹងចង់និយាយអញ្ចឹងណាចំណុចហ្នឹងនៃកោសិកាគោលដៅតិចគ្រូបញ្ជាក់ថាភ្នាកោសិកាគោលដៅមិនយ៉ាងណាតាមពិតវីដេអូមុនក៏បានមើលដែរគ្រូបញ្ជាក់បន្ថែមភិក្ច្រើនអរម៉ូនប៉បទីតគឺមានដូចជាអរម៉ូនកលុយកាកុងអរម៉ូនទីរ៉ុកស៊ីនអរម៉ូនអុកស៊ីតស៊ីនហើយនិងអរម៉ូនអាំងស៊ូលីនអត់ណាចាំ3 4ណាអ្នកគ្នាណាស្តេរ៉ុយដគឺជាលីពីតទូចបាទលីពីតបើយើងនិយាយថាខ្លាញ់ផលិតចេញពីកូលេស្តេរ៉ុលតាមពិតអាហ្នឹងខ្សែស្រឡាយគ្នាវាទេលីពីតផលិតចេញពីកូលេស្តេរ៉ុលហើយអាចឆ្លងកាត់ភ្នាកោសិកាបានអាលីពីតទូចហ្នឹងណាអាហ្នឹងឆ្លងកាត់ភ្នាកោសិកាបានបាត់ហើយអាហ្នឹងយើងមើលអញ្ចឹងណាហើយបន្ទាប់មកយើងនឹងយកវាទៅប្រៀបធៀបអាស្តេរ៉ុយដហើយនឹងប៉បទីតទៀតអញ្ចឹងឧទាហរណ៍ដូចជាបងឯងប្រៀបធៀបស្តេរ៉ុយដនិងប៉បទីតអ្នកគ្នាអាចបានពីរត្រីឧទាហរណ៍ថាប៉បទីតជាប្រូតេអ៊ីនធំដែលកើតឡើងពីជីវៈអាស៊ីតអាមីណេហ្នឹងត្រីទី1ហើយបន្ទាប់មកត្រីទី2มันអាចឆ្លងកាត់ភ្នាកោសិកាបានឃើញទេអាហ្នឹងឧទាហរណ៍ដល់ស្តេរ៉ុយដជាលីពីតតូចផលិតចេញពីកូលេស្តេរ៉ុលអាហ្នឹងត្រីទី1តមកវាអាចឆ្លងកាត់ភ្នាកោសិកាបានឧទាហរណ៍អាហ្នឹងយើងដាក់អញ្ចឹងយើងចេះបាត់ហើយហ្នឹងឧទាហរណ៍ណាហើយស្តេរ៉ុយដមានដូចជាprogesterone estrogen ហើយនិង testosterone អានេះបើយើងនិយាយខ្លះពួកនេះ hormone ភេទបាទអានេះផលិតពី ovaire អានេះផលិតពីពងស្វាអីចឹងទៅណាអញ្ចឹងគេចែកជា2ក្រុមអញ្ចឹងប៉ុន្តែគ្រាន់តែពេលអ្នកខ្លះអ្នកគ្នាទៅរៀនសកលគេចែកជា4ឬក៏3តាមជាក់ស្ដែងព្រោះតាមឯកសារគោលនៃសភៅអីចឹងទៅណាឧទាហរណ៍ប៉ុន្តែសភៅយើងពីនៅក្នុងក្រសួងអប់រំយើងចឹងអរម៉ូនប៉បទីតមានអំពើទៅលើកោសិកាគោលដៅតាមវិធីណាអានេះចង់និយាយថាសំណួរនេះវាអត់ជាសំខាន់អីពេលខ្លះក៏ងាយប្រឡងចេញដែរប៉ុន្តែគ្រាន់តែយើងមើលឲ្យយល់វារៀងពិបាកយល់បន្តិចអរម៉ូនប៉បទីតមានអំពើទៅលើកោសិកាគោលដៅអញ្ចឹងអរម៉ូនប៉បទីតក៏វាមានកោសិកាគោលដៅរបស់វាដែរអញ្ចឹងវាមានឥទ្ធិពលឬក៏អំពើទៅលើកោសិកាគោលដៅមិនអញ្ចឹងគេបញ្ជាក់ថាអរម៉ូនប៉បទីតភ្ជាប់ទៅនឹងភ្នាសកោសិកាគោលដៅដោយសារវាមានធ្មូលត្រូវនឹងតម្រងអរម៉ូនយើងដឹងមិញឯងធម្មតាអរម៉ូនហើយធ្មូលវាមានតម្រងត្រូវគ្នាអញ្ចឹងណាចំណងរវាងអរម៉ូនធ្មូលធ្វើឲ្យប្រូតេអ៊ីនធ្វើឲ្យមានការភ្ជាប់ទៅនឹងប្រូតេអ៊ីនសេឬក៏ធ្វើឲ្យប្រូតេអ៊ីនសេសកម្មធ្វើឲ្យអង់ស៊ីមដែលនៅលើផ្ទៃរបស់កោសិកាហ្នឹងសកម្មឡើងអញ្ចឹងអង់ស៊ីមហ្នឹងគឺអង់ស៊ីម adenyl cyclase វានឹងធ្វើឲ្យមានការបំបែក ATP ឲ្យទៅជា A អំពេវត្តឬក៏ A អំពេ C ក៏បានដែរណាហើយបន្ទាប់មក A អំពេ C ហ្នឹងផ្សាយចេញពីភ្នាសកោសិកាចូលទៅក្នុងស៊ីតផ្លាស់នៃកោសិកាគោលដៅហើយចំណងរវាងអង់ស៊ីមនេះធ្វើឲ្យអង់ស៊ីមនេះសកម្មឡើងអញ្ចឹងគ្រូបញ្យល់តែប៉ុណ្្នឹងចាំតិចគ្រូបញ្ជាក់គ្រូអានប៉ុណ្្នឹងតិចគ្រូបញ្ជាក់មួយរូបភាពយើងយល់មិនណាឧទាហរណ៍អញ្ចឹងយើងក៏លេខមកមើលអានេះគឺកពេញអង់ដូគ្រីនឃើញទេអញ្ចឹងវាផលិតអរម៉ូនហើយអរម៉ូនយើងដឹងហើយអង់ដូគ្រីនអត់មានពងនាំគឺវាបញ្ចេញទៅក្នុងអីចរន្តឈាមអញ្ចឹងមានន័យថាអរម៉ូនហ្នឹងវាទៅភ្ជាប់ជាមួយអីធ្មូលណាធ្មូលទទួលសញ្ញាឬក៏ភ្ជាប់ជាមួយធ្មូលនៅលើភ្នាសកោសិកាហ្នឹងវានឹងបង្កើតបានជាសារធាតុមួយសារធាតុចម្រុះអរម៉ូនធ្មូលអញ្ចឹងសារធាតុចម្រុះអរម៉ូនភ្ញួលធ្មូលវានឹងទៅភ្ញូចប្រូតេអ៊ីនសេឲ្យប្រូតេអ៊ីនសេសកម្មឬក៏ឲ្យសញ្ញាទៅជាប្រូតេអ៊ីនសេហើយប្រូតេអ៊ីនសេនឹងភ្ញូចអង់ស៊ីមមួយគឺអង់ស៊ីម adenyl cyclase ដែលស្ថិតនៅលើភ្នាសកោសិកា
គោលដៅហ្នឹងហើយបន្ទាប់មកអង់ស៊ីម adenosine ខ្លះហ្នឹងនឹងធ្វើឲ្យមានការបំលែងឬក៏ការបំបែក ATP អាហ្នឹងថាមពលឲ្យទៅជា AMPC ឬគេហៅ AMP វត្តណាហើយបន្ទាប់មក AMP វត្តឬក៏ AMPC ធ្វើឲ្យមានដំណប់កោសិកាដំណប់កោសិកាមានន័យថាធ្វើឲ្យកោសិកាឆ្លើយតបអញ្ចឹងឧទាហរណ៍ម៉េចពេលដំណប់កោសិកានឹងធ្វើឲ្យមានចំណែកកោសិកាហើយនឹងការលូតលាស់ឬក៏ធំធាត់របស់កោសិកាធ្វើឲ្យមានការបញ្ចេញមេតាបូលីសធ្វើឲ្យមានប្រតិកម្មឬក៏បញ្ចេញញើសបញ្ចេញអីធ្វើឲ្យកើនឡើងមេតាបូលីសឬក៏ថយចុះអីចឹងទៅឬក៏ធ្វើឲ្យមានការកន្ត្រាក់របស់សាច់ដុំអញ្ចឹងទៅអាហ្នឹងអ្នកគ្នាអាចមើលតាមរយៈរូបអញ្ចឹងយើងអានយល់អញ្ចឹងវាល្អជាងយើងដែលយើងទន្ទិញមិនយល់អីសោះអាហ្នឹងចង់និយាយអញ្ចឹងណាអ្នកគ្នាអូខេមួយសំណួរទៀតអរម៉ូនស្តេរ៉ុយដមានសកម្មភាពម៉េចទៅលើកោសិកាគោលដៅអញ្ចឹងយើងអានតិចទៅចាំយើងទៅទាំងអស់គ្នានៅពេលដែលអរម៉ូនស្តេរ៉ុយដជ្រៀតចូលទៅក្នុងភ្នាសកោសិកាអាភ្នាសកោសិកាហ្នឹងភ្នាសស៊ីតូផ្លាសហ្នឹងហើយណាវាភ្ជាប់ទៅនឹងធ្មួល receptor នៅក្នុងស៊ីតូផ្លាសនៃកោសិកាបង្កើតបានជាសារធាតុមួយគេហៅសារធាតុចម្រុះធ្មួលអរម៉ូនបន្ទាប់មក molecule ចម្រុះនេះគឺគេហៅសារធាតុចម្រុះអរម៉ូនធ្មួលនេះក៏ចូលទៅក្នុងណៃយ៉ូនៃកោសិកាគោលដៅនៅក្នុងណៃយ៉ូ molecule ចម្រុះបានផ្ញើសែនយថាប្រភេទមួយឲ្យចម្លងក្រមទៅជា ANM ឬគេហៅសំយោគទៅជា ANM ណា ANM ចេញពីណៃយ៉ូចូលទៅក្នុងស៊ីតូផ្លាសហើយដឹកនាំសំយោគទៅជាប្រូតេអ៊ីនយថាប្រភេទមួយឬក៏ប្រូតេអ៊ីនមួយប្រភេទឥឡូវបងប្អូនទៅមើលរូបទាំងអស់គ្នាមួយគូណាអូខេអញ្ចឹងបងប្អូនឯងមើលនេះនៅផ្ទៃខាងក្រៅនេះគឺភ្នាសកោសិកាឬក៏ភ្នាសស៊ីតូផ្លាសអញ្ចឹងយើងឃើញអរម៉ូនស្តេរ៉ុយដហ្នឹងវានៅក្រៅឯ S ហ្នឹងណាអញ្ចឹងវាឆ្លងកាត់ភ្លុចមានថាឆ្លងកាត់ភ្នាសកោសិកាឬក៏ភ្នាសស៊ីតូផ្លាសនៃកោសិកាចូលដៅគោលដៅហ្នឹងចូលមកក្នុងស៊ីតូផ្លាសអញ្ចឹងនៅក្នុងស៊ីតូផ្លាសហ្នឹងអរម៉ូនស្តេរ៉ុយដហ្នឹងបានជួបជាមួយអីគឺជួបជាមួយធ្មួលអរម៉ូនអញ្ចឹងនៅពេលដែលវាភ្ជាប់គ្នាទៅវាបង្កើតជាសារធាតុចម្រុះអរម៉ូនធ្មួលសារធាតុចម្រុះអរម៉ូនធ្មួលឬក៏ធ្មួលចម្រុះអរម៉ូនហ្នឹងធ្វើដំណើរពីណាធ្វើដំណើរពីស៊ីតូផ្លាសចូលទៅក្នុងអីណៃយ៉ូអញ្ចឹងសកម្មភាពរបស់វាកើតឡើងនៅក្នុងណៃយ៉ូបន្ទាប់មកក្នុងស៊ីតូផ្លាសហើយកន្លែងហ្នឹងណាអញ្ចឹងត្រឡប់មកវិញសារធាតុចម្រុះអរម៉ូនធ្មួលធ្វើដំណើរពីស៊ីតូផ្លាសចូលទៅក្នុងណៃយ៉ូនៅក្នុងណៃយ៉ូ molecule ចម្រុះនេះបានផ្ញើ ADN តាមពិតសែនយថាប្រភេទព្រោះ ADN ធំណាស់អញ្ចឹងមានថាផ្ញើសែនយថាប្រភេទឲ្យចម្លងក្រមឬក៏សំយោគទៅជា ARNM បន្ទាប់មកបាន ANM ចេញពីណៃយ៉ូចូលមកក្នុងកន្លែងនេះគឺ C អីគេ ស៊ីតូផ្លាសហើយចូលមកចូលក្នុង ribosome ដើម្បីសំយោគទៅជាប្រូតេអ៊ីនថ្មីមួយឬគេហៅប្រូតេអ៊ីនយថាប្រភេទមួយឬក៏ប្រូតេអ៊ីនសកម្មមួយអាហ្នឹងគេមើលអញ្ចឹងអ្នកនរគ្នាណាអាហ្នឹងតកតងរូបភាពឥឡូវយើងទៅមួយទៀតតកតងរូបមួយនេះយើងមើលរូបមួយនេះក៏បានដែរនេះគេថាអរម៉ូនស្តេរ៉ុយដអញ្ចឹងវានេះក្នុងខ្សែឈាមតមកបងឯងឃើញមកដល់កន្លែងនេះគេបញ្ជាក់ថាអរម៉ូនស្តេរ៉ុយដលាយនៅក្នុងភ្នាសខ្លាញ់ណាហើយឆ្លងកាត់ភ្នាសឆ្លងកាត់ភ្នាសស៊ីតូផ្លាសហ្នឹងហើយឬក៏យើងហៅភ្នាសកោសិកាបន្ទាប់មកពេលហ្នឹងគឺវាចូលមកក្នុងដល់ស៊ីតូផ្លាសហើយអញ្ចឹងនៅក្នុងស៊ីតូផ្លាសហ្នឹងគឺវាភ្ជាប់ជួបជាមួយធ្មួលវានឹងបង្កើតបានជាសារធាតុមួយគេហៅសារធាតុចម្រុះអរម៉ូនធ្មួលអញ្ចឹងអរម៉ូនធ្មួលហ្នឹងធ្វើដំណើរពីស៊ីតូផ្លាសចូលទៅក្នុងអីណៃយ៉ូអញ្ចឹងក្នុងណៃយ៉ូវាផ្ញើសែនយថាប្រភេទនេះគេបញ្ជាក់យើងក្នុងណៃយ៉ូផ្ញើចម្លងក្រមពី ADN ទៅ ANM ដើម្បីសំយោគប្រូតអ៊ីនផ្ញើសែនយថាប្រភេទឲ្យចម្លងក្រមទៅជា ARNM អង់គ្លេសគេហៅ mRNA ហ្នឹងអញ្ចឹងណាហើយចេញពីណៃយ៉ូទៅក្នុងស៊ីតូផ្លាសដើម្បីបកប្រែក្រមឬក៏សំយោគទៅជាប្រូតេអ៊ីនសកម្មមួយអាហ្នឹងអ្នកនរគ្នាមើលអញ្ចឹងណាបាទអរគុណច្រើនហ្នឹងហើយប៉ុណ្ណឹង